ឈប់រួមភេទឬខាងរួមភេទយូររាងកាយនឹងប្រែប្រួលបែបណាខ្លះមនុស្សយើងជាច្រើនបាត់បង់ចំណងភ្លើងភេទដោយសារមូលហេតុផ្សេងៗគ្នាការបែកបាក់គ្នាបញ្ហាសុខភាពឬភាពតានតឹងនៃជីវិតនិងការងារសុទ្ធតែអាចធ្វើឲ្យយើងលែងចង់មានការរួមភេទនៅពេលដែលយើងមានការនឿយហត់ពីការងារឬនៅពេលដែលយើងមានអារម្មណ៍ប្រែប្រួលនោះចំណងការរួមភេទនឹងអាចធ្លាក់ចុះបានការដែលរួមភេទមិនធ្វើឲ្យជីវិតយើងបាត់បង់នូវផលប្រយោជន៍ដ៏អស្ចារ្យមួយខាងក្រោមនេះគឺជាការជះឥទ្ធិពលដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តលើអ្នកដែលមិនមានការរួមភេទផលប៉ះពាល់ដល់សុខភាពទាំងនោះគឺគ្រប់គ្រាន់នៃការលើកទឹកចិត្តឲ្យយើងមានចំណងការរួមភេទសាជាថ្មី1ទ្វារមាសរលុងលើស្ត្រីការរួមភេទជារៀងរាល់ថ្ងៃទោះបីជាមួយដៃគូម្នាក់ឬច្រើនសុទ្ធតែអាចជួយជំរុញដល់សុខភាពទ្វារមាសបាននៅអាយុពាក់កណ្ដាលនៃជីវិតនៃការរួមភេទឬមានសារៈសំខាន់ណាស់ចំពោះស្ត្រីព្រោះផ្លាស់ប្ដូរអរម៉ូននៅក្នុងអំឡុងពេលនោះអាចបណ្ដាលឲ្យទ្វារមាសស្ងួតនិងថយចុះភាពយឺតបានការរួមភេទជួយរក្សាដល់គុតគង់ឈាមនៅទ្វារមាសជួយការពារឲ្យសាច់ដុំនៅជុំវិញទ្វារមាសមានភាពរឹងមាំនេះគឺមានន័យថាការរួមភេទកាន់តែច្រើននោះសុខភាពទ្វារមាសរបស់អ្នកកាន់តែប្រសើរឡើង2មានទឹករំអិលតិចកាលណាដែលប្រដាប់ភេទរបស់មនុស្សស្រីស្ងួតនឹងធ្វើឲ្យការរួមភេទមានការលំបាកភាពស្របស្រាលពីការរួមភេទធ្វើឲ្យក្រពេញផលិតនៅជាតិរំអិលធម្មជាតិសម្រាប់ទ្វារមាសខ្វះខាតក្នុងរំញោចផ្លូវភេទអាចធ្វើឲ្យស្ត្រីមានភាពស្ងួតនៅទ្វារមាសដែលធ្វើឲ្យការឈឺចាប់នៅពេលរួមភេទភាពស្ងួតរបស់ទ្វារមាសអាចបណ្ដាលមកពីមូលហេតុជាច្រើនប៉ុន្តែការរួមភេទជាប្រចាំអាចកាត់បន្ថយហានិភ័យទាំងនេះបាន3អារម្មណ៍មិនល្អការស្រាវជ្រាវជាច្រើនបានបង្ហាញពីទំនាក់ទំនងរវាងកម្រិតទាបនៃការរួមភេទនិងអារម្មណ៍អវិជ្ជមាននៅពេលដែលយើងមានជំងឺបាក់ទឹកចិត្តយើងនឹងមិនចង់មានការរួមភេទឡើយនៅពេលដែលការរួមភេទផ្ដល់ឲ្យយើងនូវអារម្មណ៍រំភើបពិសេសមួយដែលគ្មានសកម្មភាពផ្សេងទៀតផ្លាស់ប្ដូរពីការរួមភេទសកម្មភាពទៅជាការរួមភេទអសកម្មអាចធ្វើឲ្យយើងមានអារម្មណ៍ពិបាកចិត្តម្យ៉ាងប្រសិនបើយើងមានអារម្មណ៍ពិបាកចិត្តនៅនាពេលថ្មីនេះយើងប្រហែលជាត្រូវមានការរួមភេទសកម្មជាថ្មីម្ដងទៀតដើម្បីឲ្យអារម្មណ៍របស់យើងប្រសើរឡើងវិញ4អត្ថប្រយោជន៍នៃសុខភាពបេះដូងតិចការរួមភេទញឹកញាប់អាចផ្ដល់នូវអត្ថប្រយោជន៍ដល់បេះដូងរបស់អ្នកបានចំពោះអ្នកមានបញ្ហាបេះដូងនិងមានបញ្ហាចំពោះការសាបស្រាលនិងការងារផ្លូវភេទដែលអាចធ្វើឲ្យអ្នកទាំងនោះលែងមានការរួមភេទទៀតការសិក្សាត្រូវបានចេញផ្សាយនៅទស្សនាវដ្តីបេះដូងនៃប្រទេសអាមេរិកនៅឆ្នាំ2010បានបង្ហាញពីទំនាក់ទំនងរវាងការចុះនៃសកម្មភាពផ្លូវភេទនិងកើនឡើងនៅហានិភ័យនៃជំងឺសរសៃឈាមបេះដូងទោះបីជាការសិក្សានេះមិនបានបង្ហាញពីការពារនិងការរួមភេទក៏ដោយក៏ប៉ុន្តែបង្ហាញពីចំណុចល្អដែលទាក់ទងនឹងការរួមភេទក្នុងការជួយបេះដូងមានសុខភាពល្អបាន5មុខងារប្រព័ន្ធភាពផ្សំនៅពេលដែលរួមភេទរាងកាយមានភាពរីករាយបន្ថយតានតឹងផ្ដល់នូវអារម្មណ៍សុខស្រួលនិងសុវត្ថិភាពដែលអាចធ្វើឲ្យមានមុខងារប្រព័ន្ធភាពផ្សំកាន់តែរឹងមាំដែរការសិក្សាជាច្រើនបានបង្ហាញពីរបៀបដែល stress បំផ្លាញដល់ប្រព័ន្ធភាពផ្សំនៅរាងក្នុងខ្លួនមនុស្សជារឿងសមហេតុផលក្នុងការនិយាយថារូបភាពមានប្រសិទ្ធភាពក្នុងការជួយដល់រាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺប៉ុន្តែមិនរូបភេទក៏មិនអាចផ្ដល់ឲ្យយើងនៅជំងឺអ្វីដែរ
គ្រាន់តែថាបង្កើនឱកាសឲ្យយើងឆ្លងជំងឺដែលតែប៉ុណ្ណោះនេះមានន័យថាការមិនរួមភេទមិនរួមចំណែកពង្រឹងប្រព័ន្ធភាពស៊ាំដែលធ្វើឲ្យយើងប្រឈមនឹងហានិភ័យនៃជំងឺជាច្រើន6ថតចុះនៅចំណោមផ្លូវភេទមនុស្សជាច្រើនបានជឿថាការមិនសូវរួមភេទអាចធ្វើឲ្យយើងមានចំណងផ្លូវភេទកាន់តែខ្លាំងតែនេះមិនពិតនោះទេនៅពេលដែលយើងមានចំណងការរួមភេទគឺស្ថានភាពដែលយើងរួមភេទឬក៏អត់យើងហើយក៏អ្វីដែលអានខាងលើនេះក៏មានការពិភាក្សាបែបវិទ្យាសាស្ត្រខ្លះគ្រប់គ្រងនឹងអំណាចខ្លះដែរដូចនេះបានរៀបរាប់ខាងលើការរួមភេទតិចអាចធ្វើឲ្យទ្វារមាសរបស់អ្នកស្ងួតនិងលឹងមិនអាចឡើងរឹងដែលទាំងនេះអាចធ្វើឲ្យយើងពិបាកក្នុងការរួមភេទបើការរួមភេទរបស់យើងកាន់តែតិចនោះអាចធ្វើឲ្យយើងកាន់តែគិតអំពីការរួមភេទដូច្នេះហើយមិនបាច់ឆ្ងល់នោះទេថានៅពេលដែលរួមភេទមានការឈឺចាប់នោះ